សូមជូនរឿងដំណើរឆ្លងសមុទ្រដ៏គ្រោះថ្នាក់នៅសតវត្សទី15ពិភពលោកនៅតែពុកគ្រីស្តុបកូឡុំជាមនុស្សដែលមានសុបិនធំគាត់ជឿថាផែនដីមានរាងមូលហើយអាចធ្វើដំណើរទៅដល់អាស៊ីមនុស្សជាច្រើនមិនជឿលើគំនិតរបស់គាត់ឡើយពួកគេនិយាយថាវាជាការធ្វើដំណើរដ៏គ្រោះថ្នាក់នៅ492ព្រះមហាក្សត្រ Ferdinand និងព្រះមហាក្សត្រី Isabella នៃប្រទេសអេស្ប៉ាញបានសម្រេចចិត្តជាមួយនាវា3គ្រឿង Santa Maria Pinta និង Nea គ្រីស្តុបកូឡុំបានចេញដំណើរឆ្លងមហាសមុទ្រទៅដំណើរនេះពោរពេញទៅដោយគ្រោះថ្នាក់ខ្យល់ព្យុះអាហារខ្វះខាតនិងការភ័យខ្លាចបានធ្វើឲ្យអ្នកនាវាច្រើនរហូតដល់ថ្ងៃមួយមានអ្នកនាវាម្នាក់ឃើញដែនដីនៅឆ្ងាយក្តីសង្ឃឹមបានត្រឡប់មកវិញនៅថ្ងៃទី12ខែតុលាឆ្នាំ1492គ្រីស្តុបកូឡុំបានជើងដល់ដែនដំណើរនេះបានផ្លាស់ប្ដូរប្រវត្តិសាស្ត្រពិភពលោកបើកផ្លូវឲ្យមានការរុករកពាណិជ្ជកម្មនិងការជួបប្រទះរវាងរឿងរ៉ាវរបស់គ្រីស្តុបកូឡុំបង្រៀនឲ្យយើងដឹងថាការក្លាហាននិងការមិនបោះបង់សុបិនអាចនាំ